អ្នកចូលរួមប្រមាណជាជាង 1000 នាក់បានចូលរួមក្នុងព្រឹត្តិការណ៍រត់សហគមន៍ផ្លូវកោះកេរ 9 គីឡូម៉ែត្រដែលជាការរៀបចំឡើងដោយរដ្ឋបាលខេត្តព្រះវិហារយើងផ្ទាល់ប្រជាជននៅខេត្តព្រះវិហារលើឲ្យទៅដឹងថាមានកម្មវិធីឬព្រឹត្តិការណ៍អបអរសាទរដល់សម្បត្តិបេតិកភណ្ឌជាតិគឺថាមានការចូលរួមច្រើនកកកខ្លាំងមែនទែនការចូលរួមពីសំណាក់ពុកម៉ែបងប្អូនយ៉ាងច្រើនកកកបែបនេះបានសោះបញ្ជាក់ឲ្យឃើញថាខ្មែរយើងឥឡូវមានស្មារតីស្នេហាជាតិនិងចេះចូលរួមថែរក្សាសម្បត្តិវប្បធម៌ជាតិយ៉ាងខ្លាំងព្រោះព្រឹត្តិការណ៍នេះធ្វើឡើងដើម្បីជាការរំលឹកខួប 2 ឆ្នាំនៃការដាក់បញ្ចូលប្រាសាទកោះកេរជាសម្បត្តិបេតិកភណ្ឌពិភពលោកមិនត្រឹមតែប៉ុណ្ណោះសកម្មភាពនៃការចូលរួមនៅក្នុងព្រឹត្តិការណ៍នេះក៏បានបញ្ជាក់ឲ្យឃើញថាប្រជាជនខ្មែរយើងចេះស្រឡាញ់និងឲ្យតម្លៃលើសុខភាពច្រើនជាងមុនផងដែរព្រឹត្តិការណ៍នេះមិនបានផ្ដោតទៅលើស្រទាប់យុវវ័យឡើយព្រោះការចូលរួមដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ជាតិការស្រឡាញ់សុខភាពក៏មិនបានកំណត់ទៅលើអាយុនោះទេគោលបំណងរបស់ថ្នាក់ដឹកនាំយើងដែលប្រឹងប្រែងរៀបចំព្រឹត្តិការណ៍នេះឡើងប្រកាសជាចង់បណ្ដុះគំនិតដល់ប្រជាជនយើងឲ្យចេះស្រឡាញ់និងចូលរួមថែរក្សាសម្បត្តិវប្បធម៌ជាតិដែលផ្សារភ្ជាប់ជាមួយនឹងសុខភាពជាក់ជាមិនខានប៉ុន្តែលើសពីនេះទៀតលោកក៏បានគិតគូរដល់បញ្ហាផ្លូវចិត្តដែលប្រជាជននៃខេត្តព្រះវិហារយើងបានជួបប្រទះនិងឆ្លងកាត់នៅរឿងដ៏អាក្រក់ដ៏ផិតភ័យនាពេលថ្មីៗកន្លងទៅនេះដែលរំពឹងថាសុខភាពផ្លូវចិត្តរបស់ប្រជាជនយើងនឹងបានធូរស្បើយខ្លះបន្ទាប់ពីបានចូលរួមនៅក្នុងព្រឹត្តិការណ៍នេះរួមចំណែកដល់សង្គមជាតិអ្វីដែលយើងអាចធ្វើនិងចូលរួមបានឲ្យទៅជាផលប្រយោជន៍ជាតិរួមតែមួយខ្ញុំសង្ឃឹមថាខ្មែរយើងនឹងរួបរวมគ្នាបានកាន់តែខ្លាំងហើយក៏សង្ឃឹមថាព្រឹត្តិការណ៍បន្តបន្ទាប់ពុកម៉ែបងប្អូននឹងចូលរួមជាមួយពួកយើងផងដែរចំពោះពុកម៉ែបងប្អូនដែលចង់ស្វែងយល់ពីដំណើរការនៃការចូលរួមនៅក្នុងព្រឹត្តិការណ៍រត់សហគមន៍លើកនេះអាចបន្តការទស្សនាវីដេអូរបស់ខ្ញុំដូចតទៅ